ស្ករហឹររូបទូកកាន់តែត្រជាក់កាន់តែស្រស់ស្រាយបាទថ្ងៃនេះយើងចូលមកស្ដាប់រឿងពួកអថៃចង់បានទឹកដីខ្មែរកុំឲ្យស៊ីពេលវេលាយូរយើងចូលមកស្ដាប់ទាំងអស់គ្នាកាលពីព្រេងញ៉ៃពួកអថៃឃើញប្រាសាទអង្គរវត្តស្អាតពេកដល់ពេលហើយពួកអថៃក៏ចាប់ផ្ដើមយករថក្រោះនិងកំភ្លើងយកមកប្លន់ចង់យកទឹកដីខ្មែរដល់ពេលហើយខ្មែរក៏បានយករថក្រោះកំភ្លើងនិងគ្រាប់បែកយកទៅគប់ក្នុងប្រទេសវាហើយសង្គ្រាមថៃក៏បានផ្ទុះងាប់យេត20នាក់ហើយថៃក៏ចាប់ផ្ដើមលក់ផលិតផលរបស់វាឲ្យកម្ពុជាហើយកម្ពុជាក៏បានយកទូរស័ព្ទមកថតដាក់យកផលិតផលរបស់វាយកទៅដុតចោលហើយថៃក៏បានយកផលិតផលរបស់វាយកមកដាក់បន្លំអក្សរខ្មែរចង់ឲ្យកម្ពុជាទិញផលិតផលរបស់វាហើយពីខែក្រោយមកថៃក៏បានយកឡានដឹកអាចយកមកបាញ់ដាក់ទឹកដីកម្ពុជាលុះតាមខែក្រោយមកថៃក៏បានយកធុងបាសយកមកចាក់រំខានទឹកដីកម្ពុជាហើយចំខែភ្លៀងហើយរន្ទះបាញ់ក៏បានបាញ់ដាក់ប្រទេសថៃហើយថៃក៏មិនហ៊ានចាក់រំខានកម្ពុជាទៀតទេដោយសារខ្លាចរន្ទះបាញ់ទៀតសូមអរគុណនិងលើកទឹកចិត្តឲ្យ Channel Sun Minute Cambodia ហើយសូមចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀត